Chẳng nói Campuchiaនឹងថៃត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ភារកិច្ចបន្ទាន់គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឲ្យបានឆាប់និងចាប់ផ្ដើមសន្ទនាឡើងវិញនិងដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីហើយរីករាយនៅក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរទាំងនេះគឺជាខ្លឹមសារដោយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាគឺលោកវ៉ាងវិនពីនផ្សព្វផ្សាយឲ្យដឹងក្រោយពេលលោកដឹងស៊ីជុនមន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិននិងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃដើម្បីសម្របសម្រួលឲ្យមានការឈប់បាញ់នៅក្នុងចំនួនព្រំដែនកម្ពុជាថៃឯកអគ្គរដ្ឋទូតចិនលើកឡើងថាភាគីចិនគាំទ្រទៅដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាននិងគាំទ្រទូនាទីដ៏សំខាន់របស់ក្រុមសង្កេតការអាស៊ាននៅក្នុងការឃ្លាំមើលបទច្បាញ់និងរីករាយនៅក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរចិនសង្ឃឹមថាកម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខទៀតខិតខំស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនិងកសាងសន្តិភាពឡើងវិញតាមបណ្ដោយព្រំដែន